สุดได้บางปนต่างอาคเนียทั้งไงนังพองได้ยมจังมาประหารบางปนต่างอาคเนียปีระเบียบในการធ្វើกระเป๋าមួយនេះអញ្ចឹងខ្ញុំមកប្រាប់ត្រួសសិនទៅបងប្អូនទាំងអស់គ្នាខ្ញុំចុះពីលើមកគឺ32លេខបងប្អូនឆ្លាញ់ជ្រៅជាងហ្នឹងដាក់ទៅបងប្អូនតែខ្ញុំឆ្លាញ់ប៉ុណ្ណឹងអញ្ចឹងណាខ្ញុំដាក់ប៉ុណ្ណឹងហើយសម្រាប់តតឹងនេះគឺ17បងប្អូន17ហើយយើងគូសបន្ទាត់កាត់ត្រង់មួយទៅបន្ទាប់មកទៀតគឺខ្ញុំចុះពីលើមក5លេខបងប្អូន5លេខចុះពី5ហ្នឹងមកគឺ13លេខ13 12មើលដៃទូចដាក់12អីចឹងទៅដៃធំដាក់13ចឹងណាតែខ្ញុំដាក់13ចុះពី13ហ្នឹង4លេខទៀតបងប្អូនហើយយើងចាប់ផ្ដើមខ្វៀលទៅខ្វៀលកន្លែងហ្នឹងកុំឲ្យយើងភ្ជាប់ជាមួយនឹងផ្ទាំងរ៉ូបរបស់យើងទៅវាជាប់ជាមួយនឹងធ្នេផ្ទាំងរ៉ូបបងប្អូនអញ្ចឹងយើងត្រូវតែខ្វៀលចឹងហើយកន្លែងនេះគឺខ្ញុំចេញ4លេខដើម្បីខ្វៀលវាទៀតណាបងប្អូនខ្វៀលឲ្យវាមូលរៀងនឹងតាមចិត្តឆ្លាញ់ទេបងប្អូនសម្រាប់រៀងកប៉ៅហ្នឹងណាហើយអានេះជារបៀបរបស់ខ្ញុំធ្វើបងប្អូនឆ្លាញ់តាមរបៀបហ្នឹងក៏ធ្វើតាមរបៀបហ្នឹងទៅតែបងប្អូនចង់ឆ្លាញ់តាមរបៀបផ្សេងបងប្អូនអាចធ្វើតាមរបៀបផ្សេងគ្នាបានណាបងប្អូនអានេះគ្រាន់តែជាការចែកម្លែករបស់ខ្ញុំសម្រាប់បងប្អូនដែលគាត់អត់ដែលធ្វើម៉ូតកប៉ៅគាត់អាចមើលបានអញ្ចឹងណាហើយអាកន្លែងខ្ញុំច្អល់នេះគឺខ្ញុំចេញ2លេខពី17នឹងទៀតចឹងណាដើម្បីឲ្យខ្ញុំធ្វើរៀងកប៉ៅនឹងទៅឃើញវារៀងមូលស្អាតចឹងណាបងប្អូនហើយសម្រាប់កណាត់គឺយើងបត់ជា4ចឹងមកបងប្អូនចាំយើងយកពុំនឹងទៅដាក់ពីលើព្រោះផ្ទាំងក្រោយ2ផ្ទាំងមុខ2អញ្ចឹងយើងបត់ជា4ណាបងប្អូនអានេះខ្ញុំលម្អិតបន្ថែមណាបងប្អូនអាកប៉ៅដៃយើងលូកហ្នឹងគឺ13អានោះ1លេខហើយត្រង់នេះគឺ5លេខបងប្អូនចំណុចនេះគឺ4លេខបងប្អូនទាំងអស់គ្នានេះដាក់លម្អិតលេខឲ្យបងប្អូនមើលឲ្យច្បាស់មិញហ្នឹងថតឆ្ងាយពេកបងប្អូនមើលមិនសូវច្បាស់ចឹងណាចឹងដាក់លម្អិតឲ្យច្បាស់ហើយយើងកាត់តាមរៀងនឹងមកបងប្អូនយើងកាត់ឲ្យរួចរាល់ចាំយើងផ្ដាននេះបងប្អូនយើងផ្ដានធ្នេនឹង1លេខអាកន្លែងដែលខ្ញុំដាក់1លេខមិញហ្នឹងយើងផ្ដានដើម្បីយកតដេណាបងប្អូនផ្ដានតែផ្ទាំងមុខទេផ្ដាន2ស្លឹកមកណាបងប្អូនផ្ទាំងក្រោយអត់ផ្ដានទេ